ពេលនេះសម្ដេចតេជោស្វែងរកកៅស្រីលុបផ្កាឃើញហើយរួចបញ្ជាក់ច្បាស់ៗបែបនេះជូនមហាជនរឿងសិទ្ធិកុមារកាលពីពេលថ្មីនេះគឺមានការផ្ទុះចែករំលែកព្រមព្រៀងនៅคลิปវីដេអូមួយដែលពាក់ព័ន្ធនឹងក្មេងស្រីតូចដ៏ស្រស់ស្អាតម្នាក់ដែលគួរឲ្យស្រឡាញ់អមដោយសម្ដីពីរោះគួរឲ្យខ្នាញ់ធ្វើឲ្យមហាជនផ្ទុះការស្រឡាញ់ពេញចិត្តអាណិតគ្រប់គ្នាស្រាប់តែសម្ដេចតេជោហ៊ុនសែនប្រកាសស្វែងរកកៅស្រីរូបនេះបែបនេះថាខ្ញុំកំពុងស្វែងរកកៅស្រីដែលគួរឲ្យស្រឡាញ់នេះសូមមេត្តាប្រាប់ផងមិនយូរប៉ុន្មាននៅរសៀលថ្ងៃទី23ខែមេសាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានស្វែងរកកៅស្រីលូបផ្កាឃើញហើយរួចបានបញ្ជាក់ច្បាស់បែបនេះជូនមហាជនរឿងសិទ្ធិកុមារខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីសុនស្រីតៃអាយុ4ឆ្នាំខ្ញុំនឹងទទួលឪពុកម្ដាយនិងកូនទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី27ខែមេសាឆ្នាំ2025នៅផ្ទះរបស់ខ្ញុំពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងកៅសុនស្រីតៃគួរឲ្យអាណិតស្រឡាញ់ផងដែរសម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថាខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមមិនលើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្ដើមចេញពីក្រពះនិងសូមកុំប្រញាប់ពិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្ដាយកៅស្រីដ៏កំសត់នេះថែមទៀតខ្ញុំនៅចាំបានថាកាលពីខ្ញុំមានអាយុ5-6ឆ្នាំខ្ញុំក៏ធ្លាប់ចុះទៅរកខ្យងចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះវាលំបាកជាងកៅលូបផ្កាទៅទៀតរឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារសិទ្ធិកុមារដោយបំភ្លេចចោលនៅសិទ្ធិមានចំណីអាហារបានទេព្រោះគ្មានជំរើសព្រោះពុកនិងបងមិននៅផ្ទះម៉ែខ្លាចឆ្លើងមិនហ៊ានចុះចំណែកឯប្អូនស្រីនៅតូចមិនចេះហាលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្ដាយនិងកូន4នាក់សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វីនេះបើយោងតាមសំណេរមួយដែលបានធ្វើការបង្ហោះនៅក្នុងផេកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែននៅថ្ងៃទី23ខែមេសាឆ្នាំ2025